สำหรับเนี่ยได้จองประประคำที่สำรายvà หรือก็เว็บไซต์หน่อยเว็บไซต์สำรายเรื่อง Diary Cap นั้นจึงในตอนนี้อาจโจtừ channel Telegram ในក្នុង comment ខាងក្រោមបានណាចឹងអ្នកទាំងគ្នាអាចចូលរងចាំការអាប់ដេតពីខ្ញុំទៅនៅក្នុង channel ហ្នឹងទៅគឺខ្ញុំនឹងផុសហ្នឹងហើយផុស link សម្រាប់ឲ្យអ្នកទាំងគ្នាចូលទៅប្រើប្រាស់ website ហ្នឹងទៅអស់គ្នាបានហើយចឹងខ្ញុំមកបង្ហាញពីវាប្រើប្រាស់និងមើលថាតើគេធ្វើវាបែបម៉េចចឹងឥឡូវអ្នកទាំងគ្នាអាចអាប់ឡូតជាសំឡេងជាវីដេអូឬក៏ជា file subtitle ចូលបានកន្លែងហ្នឹងហើយ maximum គឺ100 មេចុះក្រោមហ្នឹងហើយសម្រាប់វីដេអូឬក៏ audio សម្រាប់វីដេអូការសម្រាយរបស់វាពេលខ្លះវាអាចមានបញ្ហាមានអីចឹងដោយសារទី1យើងប្រើប្រាស់ free ហ្នឹងហើយទី1យើងប្រើប្រាស់គម្រោង free របស់គេហើយចឹងទៅការប្រើប្រាស់វីដេអូឬក៏សំឡេងដែលមាន file ធំៗអីហ្នឹងវាអាចនឹងពិបាកសម្រាប់យើងដែរតែបើជា file subtitle SRT អីហ្មងវាអត់មានអីជាបញ្ហាធំដុំទេហ្នឹងហើយឥឡូវខ្ញុំនឹងតេស្តវីដេអូរឿងមួយថាខ្ញុំ import រឿងមួយនេះចូលបាទអញ្ចឹងវីដេអូរឿងហ្នឹងអូដូចជាទំហំច្រើនមេដែរ100មេជាងឥឡូវខ្ញុំselect រឿងផ្សេងវិញហ្នឹងហើយអូខេរឿងផ្សេងខ្ញុំយកមួយនេះតែ30មេជាងឯងហើយកន្លែង model ហើយកន្លែង model ហ្នឹងយើងជ្រើសរើសយក3 flash ក៏បានឬក៏3 pro ក៏បានដែរ 3.1 pro ហ្នឹងវាពេលខ្លះវាបានពេលខ្លះវាអត់ចឹងវាអាចនឹង limit ហ្នឹងហើយតែបើ 3.5 flash ភាគច្រើនគឺយើងអាចសម្រាយមកបានសម្រាប់ target language នេះយើងចង់សម្រាយជាភាសាអីគេយើងចង់បានខ្មែរយើង select យកខ្មែរមកហើយបន្តមកទៀតយើងចុចកន្លែងប៊ូតុងពណ៌ខៀវហ្នឹងមកយើងចាំមក plate បាទអញ្ចឹងយើងចាំមក plate ទៅវានឹងធ្វើការ upload វីដេអូនេះ upload វីដេអូហ្នឹងទៅកាន់ AI Gemini ហ្នឹងស្អីដោយសារតែយើង upload file ហ្នឹងហើយយើង select file ហ្នឹងអញ្ចឹងដំណើរការវាត្រូវធ្វើការ upload file ហ្នឹងចូលទៅកាន់ Gemini ហើយអញ្ចឹងយើងចាំវាមក plate សិនទៅបាទពេលដែលវាបកប្រែចប់ជាមួយខ្ញុំនឹងថតឲ្យអ្នកនរគ្នាមើលបន្តទៀតបាទមិញនេះខ្ញុំប្រើប្រាស់ model 3.1 pro ហ្នឹងវាមានបញ្ហាឥឡូវហ្នឹងខ្ញុំដូរមកប្រើ 3.5 flash វិញឥឡូវវាកំពុងតែដំណើរការហើយបាទជាចិត្តរួចរាល់ហើយបាទយើងចាំមើលបន្តិចសិនទៅបាទឥឡូវហ្នឹងគឺរួចរាល់ហើយបាទខ្ញុំដូរមកប្រើប្រាស់ model 3.5 flash ដែលជា model ជំនាន់ចុងក្រោយហ្នឹងឃើញថាឥឡូវវាអាចបកប្រែមកបានហើយសំទោសវាអាចសម្រាយមកបានហើយអញ្ចឹងឥឡូវនេះគឺគាត់តែជាការបញ្យល់ជាទូទៅធម្មតាទេហ្នឹងហើយតែដែលយើងត្រូវចាប់អារម្មណ៍នោះគឺតកតងនឹងsubtitle ឬក៏ timeline នៅខាងក្រោមនេះអ្នកនរគ្នាឃើញទេវាបញ្ជាក់ page ហ្នឹងហើយ page ហ្នឹងគាត់ជា page សំដៅទៅលើអ្នកដែលគាត់និទានទេនៅពេលដែលយើងយក voice generate សំឡេងគឺវានឹង detect ទៅតាមហ្នឹងអញ្ចឹងអ្នកនរគ្នាអាចអានបានអញ្ចឹងដើម្បី extract ចេញមកក្រៅបានអ្នកនរគ្នាចុចទៅលើប៊ូតុង export SRT ហ្នឹងមកគឺវានឹងធ្វើការ save ចូលទៅកាន់ទីតាំងរបស់អ្នកនរគ្នាហើយចឹងនៅទីតាំងមួយនេះខ្ញុំសូម copy ទីតាំងមួយហ្នឹងសិនឬហើយខ្ញុំចូលទៅកាន់កម្មវិធីបកប្រែរឿងនៅកម្មវិធីបកប្រែរឿងគឺយើងអាច import SRT មកបានចឹងខ្ញុំចុចកន្លែង import SRT ឬហើយខ្ញុំយកមួយនេះបាទដូចជាមួយនេះមិញអូខេខ្ញុំ select open មកហើយវានឹង load ចូលទៅក្នុងកន្លែងនេះតែម្ដងណាបាទហើយសម្រាប់ page នេះក៏វា auto select ទៅតាមនឹងដែរចឹងគឺថាអ្នកនរគ្នាប្រើជាមួយនឹងកម្មវិធីរបស់ខ្ញុំហ្នឹងគឺងាយស្រួលបែបហ្នឹងហើយចឹងបន្ទាប់ពីយើងបានចឹងហើយយើងគាត់ select all មកហើយយើងចុចប៊ូតុង generate selected audio វានឹងធ្វើការបង្កើតជាសំឡេងជាលក្ខណៈសម្រាយរឿងឲ្យយើងតែម្ដងអានេះខ្ញុំប្រើប្រាស់ AI សំឡេងធម្មតាដើម្បីកុំឲ្យចំណាយពេលយូរហ្នឹងហើយចឹងយើងទៅស្ដាប់ទាំងអស់គ្នាបាទនៅក្នុងបន្ទប់រៀបការដ៏ស្ងាត់ជ្រងកូនប្រមុំកំពុងតែញ៉ាំម្យ៉ាងឆ្ងាញ់ដោយមិនដឹងថាមានគ្រោះថ្នាក់នៅចំពោះមុខឡើយកូនកំឡោះដែលជាព្រះអង្គម្ចាស់ដ៏ត្រជាក់ស្រទន់បានជួបកម្មវិធីតម្រង់ទឹករបស់នាងប៉ុន្តែនាងនៅតែបន្តសុំញ៉ាំនំថែមទៀតព្រោះតែឃ្លានរឿងរ៉ាវបានត្រឡប់ទៅកាលពី3ថ្ងៃមុននៅក្នុងភូមិគ្រឹះដ៏ធំធេងមួយដែលជាកន្លែងរៀបចំផែនការអាក្រក់នាងគឺជាកូនស្រីច្បងដែលធ្លាប់មានជំងឺគ្រុនក្តៅខ្លាំងកាលពីក្មេងបណ្ដាលឲ្យខូចខួរក្បាលនិងនិយាយត្រដៅបាទយើងស្ដាប់ប៉ុណ្ណឹងបានហើយហ្នឹងហើយអញ្ចឹងអ្នកនរគ្នាកុំភ្លេច join channel Telegram ដែលខ្ញុំនឹងផុសនៅក្នុង description ហ្នឹងដើម្បីដឹងព័ត៌មានបន្ថែមទៀតហើយនឹងចេញឆាប់ៗហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងអ្នកនរគ្នាអាចចូលទៅចាំមើលការ update របស់ខ្ញុំផ្សេងៗ